សួស្តីប្រិយមិត្ត Cambodia Report ទាំងអស់បន្ទាប់ពីអ្នកទាំងអស់គ្នាបានអានព័ត៌មាននិងចំណុចសំខាន់នៅផ្នែកលើរួចឥឡូវនេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីវីដេអូអំពីរបៀប boot Windows ចូលទៅក្នុង USB ម្ដងហើយយើងនឹងបង្ហាញអំពីជំហាននីមួយៗដែលអ្នកទាំងអស់គ្នាអាចធ្វើតាមនៅក្នុងវីដេអូនេះដូច្នេះដើម្បីកុំឲ្យខាតពេលយូរសូមតាមដានវីដេអូពីក្រុមការងារយើងខ្ញុំទាំងអស់គ្នាអូខេឥឡូវនេះយើងមកដល់ desktop computer ខ្ញុំហើយជាដំបូងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីតម្រូវការជាមុនសិននេះគឺជា folder Cambodia Report ហើយខ្ញុំបានផ្ទុកឯកសារនៅក្នុងទីនេះដូច្នេះយើងនឹងចូលមកទាំងអស់គ្នាអូខេនេះគឺជាឯកសារដែលឬក៏ file ឬកម្មវិធីដែលយើងត្រូវមានក្នុងនោះមានដូចជា Windows 8.1 ឬក៏ file Windows ជាប្រភេទ ISO ហើយវាមានទំហំ 2.71 GB ដែលតែអ្នកក៏អាចប្រើប្រាស់ដូចជា format Windows 7 ឬក៏ XP តាមចិត្តតែថ្ងៃនេះខ្ញុំជ្រើសរើស Windows 8.1 ហើយក្នុងនោះក៏ត្រូវការមានដូចជា Windows 7 USB DVD2 ដែលវាគឺជាកម្មវិធីដើម្បីដំឡើង file Windows ចូលទៅក្នុង USB ដូច្នេះដើម្បីដំឡើងវាសូមចុចទៅលើកម្មវិធីនោះបន្តមកសូមជ្រើសរើសយកពាក្យថា next បន្តមក install ក្រោយមកសូមចុចពាក្យថា finish ហើយពេលនោះអ្នកនឹងឃើញ file icon របស់វានៅលើ desktop របស់យើងដល់មកសូមចុចលើ icon នោះដើម្បីបើកកម្មវិធីក្រោយមកអ្នកនឹងឃើញ step ទី1គឺស្វែងរក file ISO ដល់មកអ្នកត្រូវចុចពាក្យ browse ដើម្បីស្វែងរក file Windows របស់យើងហើយ file របស់ខ្ញុំគឺខ្ញុំទុកនៅលើ desktop folder ឈ្មោះថា Cambodia Report អូខេយើងចុចលើវាហើយនេះគឺជា file Windows របស់ខ្ញុំសូមចុចលើ file Windows នោះបន្តមកចុចពាក្យថា open ក្រោយមកទៀតសូមចុចពាក្យថា next ហើយនៅត្រង់នេះអ្នកមិនបាច់ខ្វល់អ្វីទាំងអស់ចុចត្រង់ USB device យកតែម្ដងហើយនៅត្រង់នេះបានន័យថា កុំព្យូទ័ររបស់អ្នកអត់មាន USB ឯភ្ជាប់ទេអញ្ចឹងហើយអ្នកត្រូវដោត USB របស់អ្នកចូលទៅក្នុងកុំព្យូទ័រអូខេឥឡូវខ្ញុំកំពុងតែដោត USB របស់ខ្ញុំហើយនេះគឺជា USB របស់ខ្ញុំនៅក្នុង My Computer វាមានទំហំ 3.74 GB ដល់ពេលនេះយើងចូលទៅក្នុងកម្មវិធីវិញតើមកយើងចុច refresh អ្នកនឹងឃើញ USB របស់អ្នក load មកតែម្ដងតើមកចុច begin copy យកហើយនៅត្រង់នេះវានឹងសួរអ្នក erase USB device អ្នកសូមចុចពាក្យថា erase USB device យកតែម្ដងតើមកសូមជ្រើសយកពាក្យថា yes ក្រោយមកអ្នកនឹងឃើញកម្មវិធីនោះបង្ហាញថា status កំពុងតែ formatting បានន័យថាកម្មវិធីកំពុងតែចូលទៅក្នុង flash របស់អ្នកដើម្បី format បន្ទាប់ពីកម្មវិធី format flash របស់អ្នករួចហើយពេលនោះវានឹងចាប់ផ្ដើម copy file របស់ Windows ពី computer របស់អ្នកចូលទៅក្នុង USB តែម្ដងហើយការ copy នោះគឺត្រូវចំណាយរយៈពេលស៊ីសងទៅលើទំហំរបស់ file Windows ឧទាហរណ៍ file Windows របស់អ្នកធំទំហំដល់ទៅ 4-5 GB វាអ្នកអាចត្រូវចំណាយពេលយ៉ាងហោចណាស់ច្រើនជាង10នាទីប៉ុន្តែបើ file របស់ Windows អ្នកតូចទំហំ 1G ឬក៏ 2GB វាអាចចំណាយពេលប្រហែលជាក្រោម10នាទីតែប៉ុណ្ណោះហើយអ្នកនឹងអាចទទួលបាន flash មួយដែលអាច format Windows នៅលើ computer បានហើយឥឡូវនេះកម្មវិធីកំពុងតែ copy file អញ្ចឹងយើងនឹងធ្វើការរងចាំរហូតដល់វា copy ពេញបាន 100%អូខេហើយនៅពេលនេះ file របស់ Windows ត្រូវបានបញ្ជូនទៅកាន់ USB ចាប់សង្គ្រោះហើយយើងបានពេញ 100%ហើយនៅពេលនេះអ្វីដែលត្រូវធ្វើគឺគ្រាន់តែបិទកម្មវិធីនេះចោលគឺជាការស្រេចបន្ទាប់មកសូមចូលទៅកាន់ My Computer ដើម្បីបញ្ជាក់នៅក្នុង My Computer អ្នកនឹងឃើញ USB របស់អ្នកមានរូបរាងបែបនេះវាមានសញ្ញាព្រួញពណ៌បៃតងបាញ់ចុះក្រោមបានន័យថាវាទទួលបានជោគជ័យពេញលក្ខណៈ 100% ដូច្នេះគ្រាន់តែបិទ My Computer ហើយធ្វើការដក USB របស់អ្នកចេញពី Computer គឺជាការស្រេចជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាមកទស្សនាវីដេអូឃ្លីបមួយនេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងទទួលបានចំណេះដឹងនិងយល់ដឹងបន្ថែមអំពីរបៀប boot file Windows ចូលទៅក្នុង USB សូមអរគុណ